ផែនការមូលដ្ឋានប្រច័ណ្ឌរបស់ NASA តើក្រុមហ៊ុនតារាយរបស់ Blue Origin នឹងផ្លាស់ប្ដូរអ្វីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយមនុស្សបានស្រមៃអំពីការវិលត្រឡប់ទៅកាន់ប្រច័ណ្ឌបន្ទាប់ពីបេសកកម្ម Apollo របស់ NASA បានបញ្ចប់នៅសតវត្សរ៍ទី20ប្រច័ណ្ឌបានក្លាយជាកន្លែងដែលមនុស្សមិនទាន់ត្រឡប់ទៅវិញជាផ្លូវការឡើយទោះជាយ៉ាងណាក្នុងសតវត្សរ៍ទី21ការប្រកួតប្រជែងអវកាសបានចាប់ផ្ដើមឡើងវិញមិនត្រឹមតែរដ្ឋាភិបាលប៉ុណ្ណោះទេក្រុមហ៊ុនឯកជនក៏បានក្លាយជាអ្នកលេងសំខាន់ក្នុងការស្វែងរកអវកាសផងដែរ NASA បានប្រកាសគម្រោងធំមួយដែលមានឈ្មោះថា Artemis Program គម្រោងនេះមានគោលដៅបញ្ជូនមនុស្សត្រឡប់ទៅប្រច័ណ្ឌនិងបង្កើតមូលដ្ឋានអចិន្ត្រៃយ៍នៅទីនោះមូលដ្ឋានប្រច័ណ្ឌនេះត្រូវបានគេរំពឹងថានឹងក្លាយជាជំហានដំបូងសម្រាប់ការធ្វើដំណើរទៅកាន់ភពអង្គារនិងការរស់នៅក្រៅផែនដីនាពេលអនាគតក្នុងគម្រោងដ៏ធំនេះ Blue Origin ដែលជាក្រុមហ៊ុនរបស់ Jeff Bezos បានដើរតួនាទីសំខាន់ក្រុមហ៊ុននេះបានបង្កើតបច្ចេកវិទ្យាច្រើនសម្រាប់ការចុះចតលើប្រច័ណ្ឌនិងការដឹកជញ្ជូនអវកាសប៉ុន្តែប្រសិនបើមានគ្រោះមហន្តរាយធ្ងន់ធ្ងរឬបរាជ័យដ៏ធំមួយកើតឡើងចំពោះ Blue Origin វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ផែនការរបស់ NASA សំណួរដែលមនុស្សជាច្រើនកំពុងសួរគឺតើគ្រោះមហន្តរាយរបស់ Blue Origin នឹងផ្លាស់ប្ដូរអ្វីខ្លះចំពោះអនាគតនៃមូលដ្ឋានព្រះច័ន្ទនៅឆ្នាំ1969មនុស្សបានជន់លើព្រះច័ន្ទជាលើកដំបូងតាមរយៈបេសកកម្ម Apollo 11 Neil Armstrong និង Buzz Aldrin បានក្លាយជាមនុស្សដំបូងដែលដើរលើផ្ទៃព្រះច័ន្ទបន្ទាប់ពី Apollo បញ្ចប់ NASA បានផ្ដោតលើស្ថានីយ៍អវកាសនិងបេសកកម្មផ្សេងៗប៉ុន្តែការចាប់អារម្មណ៍លើព្រះច័ន្ទមិនដែលបាត់បង់ទេអ្នកវិទ្យាសាស្ត្រជឿថាព្រះច័ន្ទអាចផ្ទុកធនធានសំខាន់ៗដូចជាទឹកកកនិងរ៉ែមានតម្លៃនៅដើមសតវត្សរ៍ទី21 NASA បានចាប់ផ្ដើមគម្រោង Artemis ដើម្បីវិលត្រឡប់ទៅព្រះច័ន្ទគោលដៅមិនមែនគ្រាន់តែទៅទស្សនាទេប៉ុន្តែជាការបង្កើតវត្តមានរយៈពេលវែងគម្រោង Artemis គឺជាគម្រោងអវកាសធំបំផុតមួយក្នុងប្រវត្តិសាស្ត្រវាមានគោលដៅចម្បងចំនួន3បញ្ជូនមនុស្សត្រឡប់ទៅព្រះច័ន្ទបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ប្រើព្រះច័ន្ទជាជំហានសម្រាប់ទៅភពអង្គារ NASA ក្រុងសាងសង់មូលដ្ឋាននៅតំបន់ប៉ូលខាងត្បូងនៃព្រះច័ន្ទព្រោះទីនោះមានទឹកកកទឹកនេះអាចប្រើសម្រាប់ផឹកបង្កើតអុកស៊ីហ្សែននិងផលិតឥន្ធនៈរ៉ុកែតគម្រោង Artemis មិនអាចអនុវត្តបានដោយ NASA តែមួយទេដូច្នេះ NASA បានសហការជាមួយក្រុមហ៊ុនឯកជនជាច្រើនរួមមាន SpaceX និង Blue Origin Blue Origin និងតួនាទីរបស់វា Blue Origin ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2000ដោយ Jeff Bezos គោលបំណងរបស់ក្រុមហ៊ុនគឺធ្វើឲ្យការធ្វើដំណើរអវកាសមានតម្លៃទាបនិងអាចអនុវត្តបានជាទៀងទាត់ក្រុមហ៊ុននេះបានបង្កើតរ៉ុកែតជាច្រើនដូចជា New Shepard, New Glenn, Blue Moon Lunar Lander Blue Moon គឺជាយានចុះចតលើព្រះច័ន្ទដែលត្រូវបានរចនាឡើងសម្រាប់គម្រោង Artemis វាអាចដឹកទំនិញឧបករណ៍និងអវកាសយានិកទៅផ្ទៃព្រះច័ន្ទ Blue Origin ក៏មានគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើឡើងវិញបានដើម្បីកាត់បន្ថយចំណាយមូលដ្ឋានព្រះច័ន្ទនាពេលអនាគត NASA ស្រមៃថាមូលដ្ឋានព្រះច័ន្ទនឹងដូចជាស្ថានីយ៍ស្រាវជ្រាវមួយវានឹងមានកន្លែងស្នាក់នៅប្រព័ន្ធផលិតអុកស៊ីហ្សែនប្រព័ន្ធថាមពលព្រះអាទិត្យយានសម្រាប់ធ្វើដំណើរមន្ទីរពិសោធន៍វិទ្យាសាស្ត្ររកអវកាសយានិកនិងរស់នៅទីនោះរយៈពេលវែងពួកគេនឹងសិក្សាអំពីភូមិកម្ពុជានិងសាកល្បងបច្ចេកវិទ្យាសម្រាប់ការរស់នៅលើភពផ្សេងមូលដ្ឋាននេះក៏អាចក្លាយជាកន្លែងសម្រាប់ការជិះយករ៉ែអវកាសផងដែរគ្រោះមហន្តរាយអវកាសនិងមេរៀនពីអតីតកាលប្រវត្តិសាស្ត្រអវកាសពោពេញទៅដោយជោគជ័យនិងគ្រោះមហន្តរាយ Challenger នៅឆ្នាំ1986យាន Challenger របស់ NASA បានផ្ទុះបន្ទាប់ពីហោះឡើងអវកាសយានិកទាំង7នាក់បានស្លាប់គ្រោះមហន្តរាយនេះធ្វើឲ្យ NASA ផ្អាកកម្មវិធី Shuttle អស់ជាច្រើនឆ្នាំ Columbia នៅឆ្នាំ2003យាន Columbia បានផ្ទុះពេលត្រឡប់មកផែនដីវាបង្ហាញថាសូម្បីតែបច្ចេកវិទ្យាទំនើបក៏អាចមានហានិភ័យខ្ពស់មេរៀនទាំងនេះធ្វើឲ្យ NASA យកចិត្តទុកដាក់ខ្លាំងលើសុវត្ថិភាពប្រសិនបើ Blue Origin ជួបគ្រោះមហន្តរាយបើ Blue Origin ជួបបរាជ័យធ្ងន់ធ្ងរឬគ្រោះថ្នាក់ធំវាអាចប៉ះពាល់ដល់ Artemis តាមវិធីជាច្រើនមួយការពន្យាពេលបច្ចេកវិទ្យាច្រើនរបស់ Artemis ពឹងផ្អែកលើក្រុមហ៊ុនឯកជនបើ Blue Origin បរាជ័យ NASA អាចត្រូវពន្យាពេលបេសកកម្មការស៊ើបអង្កេតអំពីគ្រោះថ្នាក់អាចចំណាយពេលរាប់ខែឬរាប់ឆ្នាំពីការបាត់បង់ទំនុកចិត្តគ្រោះមហន្តរាយធ្ងន់អាចធ្វើឲ្យសាធារណជនបាត់បង់ទំនុកចិត្តលើគម្រោងអវកាសសភាសហរដ្ឋអាមេរិកអាចកាត់បន្ថយថវិកាប្រសិនបើពួកគេចាត់ទុកថាគម្រោងមានហានិភ័យខ្លាំងពេក3ផលប៉ះពាល់សេដ្ឋកិច្ចការអភិវឌ្ឍបច្ចេកវិទ្យាអវកាសចំណាយប្រាក់រាប់ពាន់លានដុល្លារបរាជ័យធំអាចបណ្ដាលឲ្យមានការខាតបង់យ៉ាងច្រើនតើ NASA នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រទេ NASA មានប្រវត្តិរៀនពីបរាជ័យប្រសិនបើ Blue Origin ជួបគ្រោះមហន្តរាយ NASA ប្រហែលជានឹងពង្រឹងការត្រួតពិនិត្យសុវត្ថិភាពបែងចែកការងារទៅក្រុមហ៊ុនផ្សេងៗពឹងផ្អែកច្រើនលើ SpaceX ពន្យាពេលការសាងសង់មូលដ្ឋាន NASA តែងតែមានផែនការបម្រុងព្រោះអវកាសជាវិស័យដែលពោពេញដោយហានិភ័យ Elon Musk និង SpaceX បានក្លាយជាដៃគូសំខាន់របស់ NASA Starship របស់ SpaceX ត្រូវបានជ្រើសរើសសម្រាប់ដឹកអវកាសយានិកទៅព្រះច័ន្ទប្រសិនបើ Blue Origin មានបញ្ហា NASA អាចផ្ដោតខ្លាំងលើ SpaceX ប៉ុន្តែការពឹងផ្អែកលើក្រុមហ៊ុនតែមួយក៏អាចបង្កហានិភ័យផងដែរការប្រកួតប្រជែងអន្តរជាតិ
មិនមែនតែសហរដ្ឋអាមេរិកទេដែលចង់ទៅប្រច័ណ្ឌចិនកំពុងអភិវឌ្ឍកម្មវិធីប្រច័ណ្ឌរបស់ខ្លួនពួកគេមានគម្រោងបង្កើតមូលដ្ឋាននៅទសវត្សរ៍ក្រោយរុស្ស៊ីក៏មានគម្រោងអវកាសផងដែរបើ Artemis ពន្យាពេលដោយសារគ្រោះមហន្តរាយនោះប្រទេសផ្សេងអាចនាំមកបានសារៈសំខាន់នៃប្រច័ណ្ឌហេតុអ្វីបានជាប្រច័ណ្ឌសំខាន់ខ្លាំង 1. ធនធានទឹកកកលើប្រច័ណ្ឌអាចក្លាយជាធនធានដ៏មានតម្លៃ 2. វិទ្យាសាស្ត្រប្រច័ណ្ឌអាចជួយយល់អំពីប្រវត្តិប្រព័ន្ធព្រះអាទិត្យ 3. ជំហានទៅភពអង្គារការរស់នៅលើប្រច័ណ្ឌអាចជាការហ្វឹកហាត់សម្រាប់បេសកកម្មទៅភពអង្គារបច្ចេកវិទ្យាថ្មីៗ NASA និង Blue Origin កំពុងអភិវឌ្ឍបច្ចេកវិទ្យាច្រើនរ៉ុកកែតប្រើឡើងវិញប្រព័ន្ធផលិតអុកស៊ីហ្សែនពីធូលីប្រច័ណ្ឌម៉ាស៊ីនបោះពុម្ព 3D សម្រាប់សំណង់ AI សម្រាប់គ្រប់គ្រងមូលដ្ឋានគ្រោះមហន្តរាយអាចបង្ខំឲ្យបច្ចេកវិទ្យាទាំងនេះត្រូវធ្វើតេស្តយូរជាងមុនផលប៉ះពាល់ចំពោះមនុស្សបេសកកម្មប្រច័ណ្ឌមិនមែនគ្រាន់តែជាវិទ្យាសាស្ត្រទេវាក៏ជាការប្រកួតប្រជែងផ្នែកចិត្តសាស្ត្រផងដែរគ្រោះមហន្តរាយអាចធ្វើឲ្យអវកាសយានិកនិងវិស្វករមានសម្ពាធផ្លូវចិត្តខ្លាំងទោះជាយ៉ាងណាប្រវត្តិសាស្ត្របង្ហាញថាមនុស្សមិនដែលបោះបង់ការស្វែងរកអវកាសតាមមូលដ្ឋានប្រច័ណ្ឌនឹងក្លាយជាការពិតទេអ្នកជំនាញភាគច្រើនជឿថាមនុស្សនឹងបង្កើតមូលដ្ឋានលើប្រច័ណ្ឌនៅពេលណាមួយសំណួរគឺមិនមែនតើវានឹងកើតឡើងទេប៉ុន្តែតើវានឹងកើតឡើងពេលណាគ្រោះមហន្តរាយអាចពន្យាពេលប៉ុន្តែមិនអាចបញ្ឈប់ការរីកចម្រើនបានទេអនាគតនៃការរស់នៅក្រៅផែនដីមូលដ្ឋានប្រច័ណ្ឌអាចជាជំហានដំបូងនៃអរិយធម៌អវកាសនៅអនាគតមនុស្សអាចមានទីក្រុងលើប្រច័ណ្ឌស្ថានីយ៍ជីកយករ៉ែអវកាសបេសកកម្មទៅភពអង្គារការធ្វើដំណើរអវកាសជាទៀងទាត់ Blue Origin SpaceX និង NASA កំពុងប្រកួតនឹងសហការដើម្បីធ្វើឲ្យសុបិននេះក្លាយជាការពិតផែនការមូលដ្ឋានប្រច័ណ្ឌរបស់ NASA គឺជាគម្រោងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សវាមានគោលដៅមិនត្រឹមតែវិលត្រឡប់ទៅប្រច័ណ្ឌទេប៉ុន្តែបង្កើតវត្តមានអចិន្ត្រៃយ៍និងបើកផ្លូវទៅកាន់ភពអង្គារ Blue Origin មានតួនាទីសំខាន់ក្នុងគម្រោងនេះប៉ុន្តែប្រសិនបើមានគ្រោះមហន្តរាយធ្ងន់ធ្ងរវាអាចប៉ះពាល់ដល់ការវិភាគថវិកានិងទំនុកចិត្តរបស់សាធារណជនទោះជាយ៉ាងណាប្រវត្តិសាស្ត្រអវកាសបានបង្ហាញថាមនុស្សតែងតែរៀនពីបរាជ័យ Challenger និង Columbia មិនបានបញ្ឈប់ NASA ទេដូចគ្នានេះដែរបរាជ័យណាមួយរបស់ Blue Origin ប្រហែលជានឹងនាំឲ្យមានបច្ចេកវិទ្យាដែលសុវត្ថិភាពនិងប្រសើរជាងមុននៅចុងក្រោយការស្វែងរកអវកាសគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សព្រះច័ន្ទគ្រាន់តែជាជំហានដំបូងមនុស្សនឹងបន្តសម្លឹងទៅមេឃនិងស្វែងរកពិភពថ្មីៗទោះបីមានគ្រោះថ្នាក់និងបរាជ័យយ៉ាងណាក៏ដោយ